ចាប់ទារកចាប់ពីអាយុ9 ខែទៅក៏មានដំឡូងបារាំងជៀនញ៉ាំបានដែរបងប្អូនចាហើយវិធីធ្វើនោះគឺងាយទេចាខ្ញុំមានដំឡូងបារាំងមួយមើមចាគឺខ្ញុំយកវាមកចិតជាចំណិតជារូបរាងដំឡូងជៀនអញ្ចឹងណាបងប្អូនចាគឺខ្ញុំដាក់លាងទឹកឲ្យស្អាតហើយខ្ញុំដាក់ទឹកបន្តិចចូលទៅក្នុងចានដែលអាចដាក់ចូលទៅក្នុង microwave បានចា600 វ៉ាត់រយៈពេល6 នាទីចាបងប្អូនធ្វើយ៉ាងម៉េចឲ្យដំឡូងនឹងឆ្អិនបានល្អឬក៏បងប្អូនអាចស្ងោរក៏បានដែរចាបន្ទាប់មកគឺខ្ញុំមានថាសមួយចាខ្ញុំដាក់អាលុយមីញ៉ូមនៅខាងក្រោមចាបន្ទាប់មកខ្ញុំរំរៀបចាដំឡូងរបស់យើងដែលឆ្អិនហើយហ្នឹងចាដាក់ចូលទៅក្នុងថាសហ្នឹងទៅហើយចាឲ្យដាក់ចូលទៅក្នុងម៉ាស៊ីនអាំងនំប៉័ងឬក៏បងប្អូនអាចជៀននៅខ្ទះបន្តិចទៅដើម្បីឲ្យក្រៀមបន្តិចណាចាតែប៉ុណ្្នឹងទេគឺរួចរាល់ជាការស្រេចចាហើយគឺខ្ញុំបានរោយជាមួយនឹងចាអូណូរីចាស្រាយរបស់ជប៉ុនណាបងប្អូនដែលដាក់នៅលើអូកូណូមីយ៉ាគីបងប្អូនអាចរកមើលតាម supermarket អីចឹងទៅចាដើម្បីបង្កើនរសជាតិកាន់តែឆ្ងាញ់ទៀតចាតែប៉ុណ្្នឹងទេគឺរួចរាល់ជាការស្រេចចាឲ្យមុខម្ហូបនេះអាចធ្វើជាអាហារសម្រន់ឲ្យកូនក៏បានចានៅពេលដែលគាត់ចាំញ៉ាំអាហារថ្ងៃត្រង់ងាយឬក៏ពេលព្រឹកអីក៏បានដែរចាយើងដាក់មកល្មមឲ្យគាត់ញ៉ាំហើយជាមួយនឹងមុខម្ហូបផ្សេងទៀតទៅចាអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ